ចូលដល់រដូវកាលបៃតងតោះគ្នាយើងដាក់មន្ត្រីវ័យហើយឃើញទេសភាពបែបនេះបរិយាកាសបែបនេះតះបបួលគ្នាដាក់មន្ត្រីទឹកដីវាវែងហើយនៅក្នុងរដូវកាលបៃតងនេះមិនថាខ្ញុំមិនថាបងប្អូននេះគឺតែងតាចូលចិត្តដោយសារទេសភាពនៅរដូវបៃតងនេះរដូវវស្សានេះគឺខៀវស្ងាត់ហើយអមជាមួយអាប់ជាមួយភ្លៀងអញ្ចឹងមិនថាបងប្អូនមិនថាខ្ញុំគឺតែងតែចូលចិត្តនៅទស្សនវិជ្ជាបែបនេះអញ្ចឹងណាបងប្អូនហើយនៅក្នុងទឹកដីស្រុកវាវែងនេះគឺសម្បូរព្រៃភ្នំមែនតែនហើយតកតងនឹងធម្មជាតិអីខៀវស្ងាត់អីហើយនៅតំបន់ភ្នំទោះបីថារដូវប្រាំងក្តៅវស្សាក្តៅគឺយ៉ាងណាក៏វានៅតែមានភ្លៀងអញ្ចឹងណាបងប្អូនហើយដោយទឹកដីភ្នំ1500នេះហើយគឺទេសភាពនៅតាមដងផ្លូវហ្នឹងគឺខៀវស្ងាត់ហើយគឺធ្វើឲ្យអារម្មណ៍យើងហ្នឹងគឺអឺអស់ទុកកង្វល់ដោយថាយើងធ្វើការអីតុកសិច stress អីនៅភ្នំពេញអីបានមកទ្រីបអីជុំបងប្អូនមិត្តភ័ក្តិឬក៏រួមការងារអីខ្ញុំមិនដឹងថាបរិយាកាសបែបណាអីចឹងដូចនៅក្នុងវីដេអូអញ្ចឹងបងប្អូនហើយទេសភាពបែបនេះបរិយាកាសបែបនេះអីបានមកទ្រីបអីជុំគ្នាមិនដឹងថាឈៀលប៉ុណ្ណាបងប្អូនហើយដោយខ្ញុំធ្វើដំណើរនេះគឺចូលចិត្តមែនទែនតាមដងផ្លូវទៅកាន់ភ្នំ1500បងប្អូនហើយតាមដងផ្លូវដូចឃើញក្នុងវីដេអូអញ្ចឹងបងប្អូនឃើញទេសភាពគួរឲ្យចង់គយគន់ណាដល់ពេលដែលយើងនៅហត់ជាមួយការងារអីយើងបានឃើញអាទេសភាពទស្សនវិជ្ជាបែបនេះអីមិនថាបងប្អូនថាខ្ញុំគឺតែងតែចូលចិត្តមែនទែនហើយដោយទឹកដីភ្នំ1500នេះខ្ញុំមកញឹកញាប់មែនទែនប៉ុន្តែនៅទៅចង់មកបងប្អូនអត់ដឹងថានិស័យអីជាមួយទឹកដីពោធិ៍សាត់ទេប៉ុន្តែដូចស្រឡាញ់នៅតំបន់នេះមែនទែនហើយនៅតំបន់នេះខ្ញុំមកញឹកញាប់ប៉ុន្តែនៅទៅចង់មកដូចធម្មជាតិទេសភាពអីគត់គូនមិនចិនណាយអញ្ចឹងទៅអារម្មណ៍ដិតជាប់ជាមួយធម្មជាតិតំបន់នេះអីអញ្ចឹងទៅបងប្អូនហើយដូចខាងនៅខេត្តមណ្ឌលគិរីអីស្អាតតែនៅភ្នំ1500នៅវាវែងនេះក៏មិនចាញ់គ្នាប្រហែលដែរបងប្អូនហើយចម្ងាយក៏អាចថាងចិត្តជាងមណ្ឌលគិរីដែរបងប្អូនហើយដូចក្នុងវីដេអូអញ្ចឹងបងប្អូនគឺផ្លូវអន្ទង់អាំងរៀងកាច់វាចអីតិចតួចមិនតិចតួចមុនចូលរៀងវល់មកដែរបងប្អូនហើយនៅក្នុងអឺរដូវនេះគឺតិចភ្លៀងតិចអាប់តិចអីចឹងទៅបងប្អូនងាកភ្លៀងងាកអីទៅរាំងចឹងទៅគឺទេសភាពនឹងភ្លៀងនឹងរដូវវស្សាហ្នឹងគឺមិនទៀងមែនតើបងប្អូនតែយ៉ាងណាដូចខ្ញុំអីចូលចិត្តទឹកភ្លៀងចូលចិត្តអីចឹងទៅបានចេះទៀតមិនបាច់និយាយទេបងប្អូនអើយគឺស្រស់ស្រាយមែនតើហើយបន្ទាប់ពីខ្ញុំថតផ្លូវតងអាំងរួចរាល់ក៏ធ្វើដំណើរទៅកាន់ទឹកធ្លាក់ថ្មដាតូចបងប្អូនទឹកធ្លាក់ថ្មដាតូចហ្នឹងគឺចិត្តព្រំបន្ទល់ទឹកដីថៃមែនតើបងប្អូនហើយតាមផ្លូវនៃការធ្វើដំណើរភ្លៀងផងអីផងតិចប៉ុន្តែអូបែរឈៀលស្លាប់ទៅបងប្អូនហើយយ៉ាងណាយ៉ាងណីក៏ខ្ញុំមកដល់ទីនេះគឺមានអារម្មណ៍ថាស្រស់ស្រាយមែនតើហើយតាមដងផ្លូវទេសភាពអីហ្នឹងគឺនិយាយរួមទៅស្រស់ស្អាតមែនតើបងប្អូនដូចឃើញក្នុងវីដេអូមិនដូចបងប្អូនទៅផ្ទាល់ទេមិនដឹងថាវាស្រស់ស្អាតប៉ុណ្ណាអីចឹងណាបងប្អូនហើយគួរតានាំគ្នាដាក់មកត្រៀបអីកុំឲ្យស្ងាត់បងប្អូនណាមួយកាលណាដែលយើងទៅលេងតំបន់ធម្មជាតិតំបន់ទេសចរមួយដូចយើងលើកស្ទួយនៅតំបន់នោះឲ្យមានគេស្គាល់ច្រើនឬក៏បង្កើតប្រាក់ចំណូលអីជួយដល់ពួកគាត់ដែលរស់នៅតំបន់នោះអញ្ចឹងបងប្អូនដូចជាយើងជួយគាត់នៅក្នុងការកាត់បន្ថយការកាប់ព្រៃឈើការចំណាក់ស្រុកអីផ្សេងដែរបើយើងបានទៅលេងហើយគាត់អាស្រ័យផលនៅទីនោះផ្ទាល់ហើយគាត់ក៏អាចរកចំណូលពីការលក់ផ្លែឈើលក់របស់របរនៅក្នុងស្រុកភូមិរបស់គាត់អីចឹងទៅគាត់កាត់បន្ថយមិនកាត់បន្ថយឬគាត់អាចកាត់បន្ថយទៅស្រុកក្រៅប្រទេសជិតខាងអីគាត់ងាកឬមកធ្វើចំការឬក៏លក់ដូរអីចឹងទៅអាហ្នឹងស្មើនឹងយើងជួយសេដ្ឋកិច្ចជាតិមួយដ៏ធំអញ្ចឹងបងប្អូនហើយដូចនៅក្នុងរូបភាពអញ្ចឹងបងប្អូនគួរថាសាកទៅព្រោះដូចខ្ញុំទៅជាដូចជាញឹកញាប់ដែរដូចរត់ផ្លិចដែរបងប្អូនហើយនឹកឃើញតែវាវែងនឹកឃើញតែអូសោមនឹកឃើញតែថ្មដាតូចអីចឹងបងប្អូនហើយតំបន់ផ្លូវជាតិអីគឺល្អទេនៅលើភ្នំហើយដូចក្នុងវីដេអូឃើញចឹងបងប្អូនគឺស្រស់ស្អាតមែនតើហើយដោយសារតែខ្ញុំឃើញទេសភាពស្អាតពេកខ្ញុំព្យាយាមថតតាមដងផ្លូវរហូតបងប្អូនហើយណាមួយទោះបីថាខ្ញុំផុសទៅលើ YouTube
បងប្អូនមិនសូវជាចូលមើលក៏ខ្ញុំទុកជាអនុស្សាវរីយ៍មួយទុកមើលខ្លួនឯងអីព្រោះស្រឡាញ់ការផលិតវីដេអូអីចឹងទៅក៏ព្យាយាមថតទេសភាពទុកក្នុង YouTube ហើយបងប្អូនណាដែលចូលចិត្តខ្ញុំស្រឡាញ់ចូលចិត្ត YouTube ខ្ញុំក៏ចូលមើលទៅហើយបងប្អូនមិនដឹងក៏មិនអីដែរ តែយ៉ាងណាវីដេអូខ្ញុំបត់ថាវាស្ទើរ quality ប៉ុន្តែក៏ជាអនុស្សាវរីយ៍មួយនៅក្នុងការទៅកន្លែងមួយពីរកន្លែងមួយអីទុកជាការចងចាំមួយដែរបងប្អូនហើយខ្ញុំទៅណាទៅដល់ទីណាទីនេះខ្ញុំតែងតែផ្តិតរូបភាពឬក៏វីដេអូទុកជាកម្រងអនុស្សាវរីយ៍អីគឺច្រើនមែនតើបងប្អូនហើយដូចនៅក្នុងវីដេអូនេះគឺផ្លូវហ្នឹងគឺទៅកាន់ទឹកធ្លាក់ធម្មតាតូចហើយបងមកដូចឃើញភ្នំឃើញស្មៅ EQ ស្ងាត់អីហ្នឹងហើយតំបន់ធម្មតាតូចហើយទេសភាពគឺខៀវស្ងាត់ស្រស់ស្អាតហើយចំភ្លៀងតិចតិចអីមើលទៅឃើញអាប់ឃើញពពកអីចឹងទៅដឹងថាអារម្មណ៍បោះយាយមិនឲ្យត្រូវហ្មងតើបងប្អូនទៅផ្ទាល់ខ្លួនឯងមិនដឹងថាឈៀលប៉ុណ្ណាអញ្ចឹងណាបងប្អូនហើយនៅក្នុងវីដេអូនេះខ្ញុំថតចេញពីឡានប្រហែលជារូបភាពអាច quality ហើយខ្ញុំមកដល់ទីនេះគឺស្រស់ស្អាតបងប្អូនមានដើមឈើតិចតិចហើយផុតនោះសក់ស្មៅខៀវស្ងាត់អីចឹងបងប្អូនមានទឹកហូរទឹកអីចឹងបងប្អូនហើយចាំបងប្អូនគាត់អីមកលេងទីនេះច្រើនគួរសមដែរហើយទឹកហូរនៅស្ទឹងនេះគឺបរិយាកាសនេះគឺញាក់សាច់តែម្ដងបងប្អូនហើយភ្លៀងតិចតិចអីចាំបងប្អូនគាត់បរឡានផងហើយពោធិ៍សាត់លើអត់ជាឆ្ងាយប្រហែលបងប្អូនហើយយើងអាចចេញពីពោធិ៍សាត់អាចទៅកោះកង់អីក៏បានដែរដោយសារតែតាមផ្លូវចិត្តលេខ10អីយើងអាចតាមរយៈអូសោមអីចឹងទៅយើងអាចគិតគុណទេសភាពហើយយើងអាចទៅដល់សមុទ្រហើយផ្លូវស្រួលទេបងប្អូនទៅបាត់ដំបងក៏ស្រួលទៅកោះកង់ក៏ស្រួលចឹងណាបងប្អូនហើយដូចខ្ញុំថតនេះគឺផ្លូវដោយសារនៅភ្នំនៅខាងស្រុកវាវែងហ្នឹងមានផ្លូវបែកជា4អញ្ចឹងទៅតំបន់ទេសចរមានផ្លែកពីគ្នាអញ្ចឹងមួយដូចផ្លូវវងមូប្រម៉ោអញ្ចឹងមួយទៅសំឡូតអញ្ចឹងទៅមួយទៅភ្នំ1500មួយទៅអូសោមអញ្ចឹងណាបងប្អូនហើយនេះគឺជាទឹកធ្លាក់ធម្មតាតូចបងប្អូនប្រហែលជាសងំលាក់ខ្លួនទេសភាពដ៏ស្រស់ស្អាតនៅតំបន់នេះបងប្អូនហើយដោយសារតែមួយរយៈហ្នឹងខាងយើងមានបញ្ហារឿងព្រំដែនព្រំអីទៅខាងហាងហ្នឹងក៏គាត់ផ្អាកមួយរយៈអីចឹងហ្នឹងបងប្អូនហើយឥឡូវដូចជាគាត់ចាប់ផ្ដើមបើកដំណើរការវិញហើយបងប្អូនអាចទៅពិសាកាហ្វេអាចទៅស្នាក់នៅគេងស្ដាប់សំឡេងទឹកធ្លាក់ទឹកហូរអីចឹងទៅអាចលេងកម្សាន្តអារម្មណ៍អីចឹងណាបងប្អូនហើយចំរដូវនេះរដូវវស្សាទៀតទេសភាពអីខៀវស្ងាត់អីចឹងទៅបងប្អូនហើយយ៉ាងណាយ៉ាងណីអីទៅបងប្អូនយើងយូរម្ដងក៏មកថាយើងប្រឹងធ្វើការពេកប្រឹងទៅរកស៊ីពេកយើងអត់ប្រឹងឲ្យភាពសบายឲ្យខ្លួនឯងអញ្ចឹងណាបងប្អូនហើយដូចខ្ញុំនេះចូលចិត្តណាទឹកធ្លាក់អីហូរអីចំមានពពកមានអាប់តិចភ្លៀងអីចូលចិត្តផ្ដាំតែបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងទេបងប្អូនហើយជួបគ្នានៅវីដេអូក្រោយបាយបាយ